ហើយជារៀងរាល់ពេលដែលខ្ញុំងូតទឹកហើយឬក៏មុនពេលដែលខ្ញុំ make up ខ្ញុំតែងតែប្រើជាមួយនឹងម៉ាស់នេះអ្នកទាំងអស់គ្នាដើម្បីធ្វើឲ្យស្បែកខ្ញុំសភ្លឺថ្លាស្មើហើយសបែបម៉ត់រលោងជាពិសេសសម្រាប់បងដែលគាត់កំពុងតែមានស្បែកមុខដែលរោលកទួលល្មមហ្នឹងបងប្រើជាមួយនឹងម៉ាស់នេះគឺពិតជាល្អមែនតើជួយបំពេញជាតិទឹកនៅក្នុងស្បែកមុខអ្នកទាំងអស់គ្នាបានល្អហើយធ្វើឲ្យស្បែកអ្នកទាំងអស់គ្នាសភ្លឺថ្លាទៀតអ្នកទាំងអស់គ្នាអញ្ចឹងពេលមុនខ្ញុំប្រើគឺខ្ញុំតែងតែច្បាច់ទឹកអេសិននេះយកមកលាបនៅលើស្បែកមុខអ្នកទាំងអស់គ្នាលាបស្បែកមុខអ្នកទាំងអស់គ្នាសិនមកនេះអ្នកទាំងអស់គ្នាសម្រាប់សាច់ម៉ាស់វិញគឺជាប្រភេទដូចសាច់កបាសអញ្ចឹងណាអ្នកទាំងអស់គ្នាបិទទៅគឺអត់មានធ្ងន់នៅលើស្បែកមុខទេហើយសម្រាប់ម៉ាស់នេះផងដែរគឺបិទទុករយៈពេល15ទៅ20នាទីអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចណាជួបគ្នា20នាទីក្រោយតើអ្នកទាំងអស់គ្នាឥឡូវខ្ញុំបិទម៉ាស់គ្រប់20នាទីអ្នកទាំងអស់គ្នាខ្ញុំនឹងមកដកស្បែកម៉ាស់ឲ្យអ្នកទាំងអស់គ្នាមើលមុខខ្ញុំថាពេលដែលខ្ញុំបិទម៉ាស់ហើយស្បែកមុខខ្ញុំប្រែទៅជាយ៉ាងណាដែរអ្នកទាំងអស់គ្នានិយាយទៅស្បែកមុខខ្ញុំពេលដែលបកម៉ាស់ហើយគឺសភ្លឺថ្លាម៉ាត់រលោងអញ្ចឹងហើយទឹកអេសិនដែលនៅក្នុងម៉ាស់ហ្នឹងអ្នកទាំងអស់គ្នាកុំភ្លេចយកមកម៉ាស្សានៅលើស្បែកមុខផងអញ្ចឹងនេះគឺជា result ដែលខ្ញុំប្រើម៉ាស់របស់ Miss Subiu អ្នកទាំងអស់គ្នា